ចាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំលីតាពីធីមសុខភាពនិងចំណីអាហារអញ្ចឹងថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយទាក់ទងទៅនឹងវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីអំពីមូលដ្ឋានគ្រឹះនៃសុខភាពចំណីអាហារយើងមាន7ចំណុចដើម្បីមករៀនជាមួយគ្នាដែលក្នុងនោះមានសេចក្តីប្រាប់មានសីតុណ្ហភាពមានសត្វចង្រៃមានការតាមដានផលិតផលសម្ភារៈសម្អាតការចំណងខ្វែងនិងអនាម័យផ្ទាល់ខ្លួនដែរអញ្ចឹងយើងចូលមកដល់ចំណុចហានិភ័យនៃចំណីអាហារតើហានិភ័យចំណីអាហារនោះគឺជាអីគេអញ្ចឹងចំពោះហានិភ័យនៃចំណីអាហារវាគឺជាហានិភ័យដែលអាចបណ្ដាលមកពីកត្តាជីវសាស្ត្រកត្តាគីមីសាស្ត្រឬក៏កត្តារូបសាស្ត្រជាដើមដែលវាជាភ្នាក់ងារមួយដែលអាចបង្កជំងឺឬក៏ធ្វើឲ្យមានទុក្ខទោសដល់សុខភាពរបស់យើងអ្នកដែលបរិភោគហ្នឹងណាចាអញ្ចឹងនៅទីនេះយើងបែងចែកហានិភ័យនៃចំណីអាហារជា3ប្រភេទដែលទី1គឺយើងហៅថាជាកត្តាជីវសាស្ត្រទី2កត្តាគីមីសាស្ត្រហើយនិងទី3គឺកត្តារូបសាស្ត្រអញ្ចឹងចំពោះកត្តាជីវសាស្ត្រនេះគឺសំដៅទៅដល់ពពុះវីរុសពពុះបាក់តេរីពពុះផ្សិតឬក៏បរសិតផ្សេងៗដែលយើងអាចមើលឃើញខ្លះហ្នឹងហើយហើយមួយចំនួនទៀតគឺយើងមិនអាចមើលឃើញបានទេដោយសារតែវាមានទំហំតូចពេកដូចជាពពុះវីរុសឬក៏បាក់តេរីជាដើមហើយចំពោះផ្សិតវិញគឺយើងអាចមើលឃើញបានមួយចំនួនដូចជាលក្ខណៈថាផ្សិតដុះនៅលើនំប៉័ងឬក៏នៅលើឈីសឬក៏អីផ្សេងៗហ្នឹងហើយចំពោះប៉ារ៉ាសិតដូចជាពពុះព្រូនឬក៏ពពុះតេញ៉ាដែលមាននៅលើសាច់គោឬក៏សាច់ជ្រូកឬក៏ពពុះគ្រឿងសមុទ្រស្រស់ៗអីផ្សេងៗហ្នឹងចាហើយចំពោះគីមីសាស្ត្រវិញគឺសំដៅទៅដល់សារធាតុគីមីដែលសារធាតុគីមីនេះអាចជាថ្នាំបាញ់សម្លាប់សត្វល្អិតថ្នាំសម្លាប់មេរោគឬក៏ទឹកជូតកញ្ចក់ឬក៏អីហ្នឹងហើយមានប្រេងម៉ាស៊ីនហើយនឹងមានជាប្រភេទសាប៊ូជាដើមអញ្ចឹងរូបភាពនេះគឺសំដៅទៅដល់ការដាក់លាយឡំគ្នារវាងផលិតផលអាហារនិងមិនមែនជាអាហារចូលគ្នាដូចជាយើងមានជាកំប៉ុងនេះកំប៉ុងនេះជាកំប៉ុងនំចាហើយយើងដាក់ជាមួយនឹងសាប៊ូចាសាប៊ូកក់សក់នេះនឹងអញ្ចឹងអានឹងក៏យើងហៅថាជាកត្តាគីមីសាស្ត្រដូចគ្នាហើយចំពោះកត្តារូបសាស្ត្រនេះគឺសំដៅទៅដល់ប្រភេទដែលអាចមើលឃើញហើយប៉ះបានឧទាហរណ៍ដូចជាកំទេចដែកនេះដែកកឹបចាដែកកឹបនៅលើសាច់មាន់ហើយមានប្រភេទជាខ្មោចនៅក្នុងស្វាហ្គាទីរបស់យើងឬក៏នៅក្នុងអង្គឬក៏នៅក្នុងប្រភេទប៉ាស្តាផ្សេងៗហ្នឹងចាហើយទី3គឺសក់ដែលយើងងាយស្រួលកត់ចំណាស់មែនតើដោយសារតែប្រភេទនេះភាគច្រើនយើងជួបផ្ទះច្រើនចាអញ្ចឹងចំពោះចំណុចបន្តមកទៀតយើងចូលមកដល់ការគ្រប់គ្រងស្ថានភាពយើងត្រូវគ្រប់គ្រងស្ថានភាពហ្នឹងហើយអញ្ចឹងមុននឹងយើងអាចគ្រប់គ្រងស្ថានភាពបានទោះតែយើងដឹងអំពីស្តង់ដារស្ថានភាពនៅលើផលិតផលមួយដែរដែលនៅទីនេះយើងបែងចែកជា3តំបន់សំខាន់ដែលទី1យើងហៅថាជាផលិតផលអាហារក្តៅដែលមានស្ថិរភាពចាប់ពី60អង្សាឡើងទី2ផលិតផលត្រជាក់ដែលមានស្ថិរភាពចាប់ពី0ទៅ8អង្សាហ្នឹងហើយនេះគឺជាស្តង់ដារផលិតផលរបស់ BFI Lucky របស់យើងហើយចំពោះតំបន់ទី3គឺផលិតផលកកដែលមានស្ថិរភាពចាប់ពីដក15អង្សាចុះអញ្ចឹងដក15អង្សាចុះបានន័យថាចាប់ពីដក15.5ដក16ដក17ដក17អីចឹងទៅចាអញ្ចឹងចំណុចបន្តមកទៀតយើងមានរូបពីរផ្សេងគ្នាដែលទី1គេដាក់ថាលើស20នាទីហើយរូបទី2ដាក់ថាចន្លោះ20នាទីអញ្ចឹងរូបទាំងពីរនេះគឺគេចង់មានដូចនេះហ្នឹងហើយអញ្ចឹងចំពោះរូបនេះគេចង់ឲ្យយើងឃើញថាបើសិនបើយើងទុកផលិតផលរបស់យើងនេះដែលយើងទទួលពី supplier របស់យើងហ្នឹងន័យថាទទួលពីអ្នកគ្រប់គ្រងរបស់យើងហ្នឹងខ្ញុំឧទាហរណ៍ថាជាប្រភេទទឹកដោះគោចាស់អញ្ចឹងនៅពេលដែលយើងទទួលជាប្រភេទទឹកដោះគោស្រស់ពីខាងអ្នកគ្រប់គ្រងរបស់យើងអញ្ចឹងយើងមិនគួរទុកនៅក្រៅបរិវេណនេះទុកនៅខាងក្រៅស្ថានភាពបរិយាកាសហ្នឹងលើសពី20នាទីទេដោយសារតែបើសិនជាយើងទុកនៅលើសពី20នាទីហើយស្ថានភាពបរិយាកាសនៅក្នុងប្រទេសរបស់យើងឥឡូវគឺក្តៅជាងមុនទៀតអញ្ចឹងទំនិញរបស់យើងហ្នឹងគឺច្បាស់ជាការស្ថានភាពខុសពីស្តង់ដារ BFI Lucky របស់យើងហើយអញ្ចឹងចំពោះស្ថានភាពស្តង់ដាររបស់យើងទឹកដោះគោគឺស្ថិតនៅក្នុងប្រភេទជាផលិតផលត្រជាក់អញ្ចឹងស្តង់ដារផលិតផលគឺពី0ទៅ8អង្សាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាទុកនៅក្រៅលើសពី20នាទីអាចដល់30នាទីឬក៏40នាទីអញ្ចឹងទៅអញ្ចឹងទំនិញរបស់យើងហ្នឹងគឺច្បាស់ជាការស្ថានភាពជាក់ជាមិនខានចាហើយទី2គឺខូចផលិតផលរបស់យើងហើយទី3គឺចំណាយទៅលើការខាត់បងឬការកាត់ខូចលើផលិតផលនៅផងដែរចាអញ្ចឹងចំណាំកន្លែងនេះគេដាក់ថាបើសិនជាបងមានផលិតផលត្រជាក់ឬក៏កកហើយត្រូវទុកនៅក្រៅបរិយាកាសនេះនៅពេលដែលយើងទទួលពីអ្នកផ្គត់ផ្គង់ឬក៏អីហ្នឹងយើងត្រូវទុកយ៉ាងហោចណាស់តិចជាង20នាទីអញ្ចឹងបើសិនជាបងគិតថាទំនិញទាំងអស់ហ្នឹងមានចំនួនច្រើនយើងអាចទទួលបានលឿនជាង20នាទីទេអញ្ចឹងបងអាចទុកនៅក្នុងឡានឬក៏នៅកន្លែងដែលអ្នកផ្គត់ផ្គង់ដឹកមកហ្នឹងចានៅក្នុងប្រភេទជា tote box ឬក៏អីផ្សេងៗក៏ដោយឲ្យតែមានលក្ខណៈថាជាការរក្សាស្ថិរភាពចាំបងទុកនៅក្នុងហ្នឹងសិនទៅហើយទទួលតាមតំណែងជាក់ស្ដែងអញ្ចឹងទៅពួកអីដើម្បីការពារកុំឲ្យតំណែងរបស់យើងកើនស្ថានភាពខុសពីស្តង់ដារហើយវាអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពផលិតផលរបស់យើងផងដែរចា៎អញ្ចឹងឥឡូវនេះយើងចូលមកដល់ចំណុចការការពារសត្វចង្រៃអញ្ចឹងបងប្អូនទាំងអស់គ្នាច្បាស់ជាដឹងហើយថាប្រភេទសត្វចង្រៃរបស់យើងមានអីគេខ្លះហ្នឹងចាមានដូចជាសត្វកណ្ដុរសត្វកន្លាតឬក៏ខ្មោចឬក៏ប្រភេទមូសឬក៏អីផ្សេងៗចាគឺវាអាចធ្វើឲ្យប៉ះពាល់ក៏ដូចជាយាយីមកដល់ប្រយោជន៍របស់យើងគឺយើងហៅថាជាប្រភេទសត្វអញ្ចឹងថាតើយើងមានអត្តសញ្ញាណឬក៏កំណត់ចំណាំអីគេខ្លះដែលយើងអាចដឹងថានៅឃ្លាំងរបស់យើងឬក៏ទីតាំងរបស់យើងនឹងមាននៅប្រភេទសត្វចង្រៃបានចាអញ្ចឹងនៅទីនេះគេមាន7ចំណុចដើម្បីឲ្យបងប្អូនតាមដានថាតើនៅទីតាំងរបស់យើងនឹងពិតជាមានសត្វចង្រៃពិតមែនឬអត់ហ្នឹងហើយគឺទី1មានដូចជាប្រភេទលាមករបស់វាមានស្នាមប្រឡាក់ស្នាមកាកេសម្លេងស្រែកមានរន្ធមានក្លិនមានសារៈសប់អីចឹងទៅចានេះគឺជាចំណុចសាមញ្ញធម្មតាដែលបងប្អូនទាំងអស់គ្នាច្បាស់ជាដឹងហើយចាអញ្ចឹងចំណុចបន្តមកទៀតគេសួរថាតើហេតុអីបានជាយើងត្រូវការពារនៅសត្វចង្រៃទាំងអស់ហ្នឹងចាដោយសារតែទីមួយវាគឺជាប្រភពដែលអាចចម្លងមេរោគទៅលើចំណីអាហាររបស់យើងឬក៏ផលិតផលរបស់យើងនឹងដែលអាចមានគ្រោះថ្នាក់ដល់សុខភាព
ទី2គឺបង្ហាញឲ្យអតិថិជនឃើញពីការខ្វះខាតនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារឬក៏អាចប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុនរបស់យើងផងដែរចា៎ហើយទី3គឺចំណាយទៅលើការកាត់ខូចទៅលើផលិតផលដោយសារពួកវាកាត់ខូចហ្នឹងចា៎ចាអញ្ចឹងឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ទៀតទាក់ទងទៅនឹងវិធីសាស្ត្រនៅក្នុងការលុបបំបាត់ឬក៏កាត់បន្ថយនៅពពួកសត្វចង្រៃហ្នឹងចាអញ្ចឹងយើងមានចំណុចខ្លះៗនៅក្នុងការបង្ការក៏ដូចជាកុំឲ្យមាននៅសត្វចង្រៃនៅក្នុងទីតាំងរបស់យើងហ្នឹងដោយបងអាចយកចិត្តទុកដាក់ទៅលើទីតាំងរបស់យើងកន្លែងការងាររបស់យើងបើសិនជាមានរុនមានស្នាបែកឬក៏ទ្វាររបស់យើងបិទឥតចិត្តឬក៏អីហ្នឹងបងអាចរាយការណ៍ទៅប្រធានផ្នែកឬក៏ប្រធានខ្លាំងអីចឹងទៅដើម្បីឲ្យគាត់ស្នើសុំឲ្យបងជាងមកជួយចុះចូលអីចឹងណាចាហើយបន្តមកទៀតស្នើសុំឲ្យទីតាំងកន្លែងការងារឬក៏កន្លែងស្តុកទុកឲ្យរបស់បងហ្នឹងមានសភាពរៀបរយនិងមានសណ្ដាប់ធ្នាប់អញ្ចឹងបើសិនជាមានសបកឡាំងឬក៏សបកផលិតផលរបស់យើងអីហ្នឹងបងជួយសម្អាតនៅទីតាំងរបស់យើងហ្នឹងឲ្យបានស្អាតផងហ្នឹងហើយយើងដកចេញកុំឲ្យវាមានសភាពញ៉ៃអញ្ចឹងទៅដោយសារក៏ទាំងអស់ហ្នឹងក៏វាជាកត្តានៅក្នុងការតាក់ទាញសត្វចង្រៃក៏ដូចជាចម្រោករបស់សត្វចង្រៃដែរហ្នឹងហើយមួយទៀតលក្ខណៈថាបងមិនគួរយកផលិតផលឬក៏យកឧបករណ៍ផ្សេងៗទៅដាក់បាំងនៅកន្លែង station នៅក្នុងការចាប់សត្វចង្រៃរបស់យើងទេហ្នឹងហើយដោយសារតាមនៅកន្លែងឃ្លាំងរបស់យើងហ្នឹងយើងមានទីតាំងមួយដែលគេបានរៀបចំដាក់មកហើយថាតើទីតាំងមួយនេះលេខប៉ុន្មានអញ្ចឹងទៅលេខ2លេខ3លេខ4អញ្ចឹងទៅបើសិនជាបងដកចេញឬក៏យើងដាក់បាំងនៅទីតាំងទាំងអស់ហ្នឹងអញ្ចឹងបើសិនជាក្នុងករណីថាទីតាំងរបស់យើងនេះទីតាំងកន្លែងស្តុកទុករបស់យើងឬក៏បន្ទប់ air con របស់យើងមានប្រភេទសត្វចង្រៃផ្សេងៗមានកន្លែងមានកន្ទលអញ្ចឹងទៅអញ្ចឹងពួកអង្គប់ឬក៏កាយប្រភេទហ្នឹងក៏វាអត់មានប្រសិទ្ធភាពនៅក្នុងការចាប់សត្វចាប់សត្វចង្រៃដែរដោយសារតែយើងបាំងកន្លែងវាអស់ហើយនឹងវាមានប្រឡោះណាដែលអាចត្រូវចូលបានទេចាហ្នឹងហើយអញ្ចឹងសត្វចង្រៃទាំងអស់វាអត់អាចចូលឬក៏ចាប់បានដោយអន្ទាក់របស់យើងដែរហ្នឹងហើយហើយបន្តមកទៀតបងគួរតែបិទទ្វារឬក៏កន្លែងទីតាំងរបស់យើងហ្នឹងបិទឲ្យបានជិតល្អហ្នឹងហើយដល់ពេលបងបញ្ចប់ការងារហ្នឹងបិទទ្វារបានជិតល្អហើយបើសិនជាក្នុងករណីថាទ្វារបិទមិនជិតឬក៏អីដូចខ្ញុំនិយាយខាងដើមវិញហ្នឹងបងអាចរាយការណ៍ទៅប្រធានផ្នែកឬក៏ប្រធានឃ្លាំងអីចឹងទៅចាក្នុងការស្នើសុំខាងបងជាងឲ្យមកជួយជួសជុលហើយបន្តមកទៀតផលិតផលហ្នឹងគឺយើងត្រូវទុកយ៉ាងតិច15សង់ទីម៉ែត្រពីកម្រាលចាហ្នឹងហើយជាធម្មតាបងទុកស្តុកទុកត្រូវហើយដោយសារតែយើងទុកនៅលើបន្លែរបស់យើងហ្នឹងហើយមួយទៀតគឺដូចនិយាយខាងដើមគឺស្នើសុំកុំឲ្យដាក់នៅជាប់ជញ្ជាំងពេកឬក៏បិទនៅទីតាំងនៅក្នុងការចាប់សត្វចង្រៃរបស់យើងនេះហ្នឹងហើយចំណុចបន្តមកទៀតយើងចូលមកដល់ការគ្រប់គ្រងនិងការតាមដានផលិតផលអញ្ចឹងឥឡូវនេះយើងចូលមកដល់ចំណុចការគ្រប់គ្រងនិងការតាមដានផលិតផលហ្នឹងថាតើយើងត្រូវតាមដានផលិតផលយើងហ្នឹងដោយរបៀបណាខ្លះអញ្ចឹងនេះគឺជារូបភាពឧទាហរណ៍នៅកន្លែងស្តុកទុករបស់យើងហ្នឹងអញ្ចឹងចំពោះផលិតផលដែលបងគួរតែយកចិត្តទុកដាក់និងតាមដានគឺដូចជាផលិតផលមានកំពើតមានច្រែសមានបាក់បែកឬក៏វាមានសភាពខុសប្រក្រតីណាមួយហ្នឹងចាហើយអត់មានស្លាកសញ្ញាការបរិច្ឆេទផលិតនៅផុតកំណត់មានប្រភេទជាសត្វខ្មោចមានធ្លាយឬក៏ផុតកំណត់ឬក៏មានខ្មោចនៅក្នុងអង្គឬក៏ម្សៅឬក៏ប្រភេទស្ប៉ាហ្គាទីអីហ្នឹងចាអញ្ចឹងគឺជាប្រភេទទាំងអស់ហ្នឹងដែលបងគួរតែយកចិត្តទុកដាក់និងដកចេញបើសិនជាឃើញនៅពេលដែលយើងរៀបផលិតផលនៅតាមធ្នើរបស់យើងមួយហ្នឹងចានៅពេលដែលយើងដកបានចេញចូលឬក៏ប្រភេទណាដែលបងត្រូវឆែកឬក៏អីហ្នឹងបើសិនជាឃើញមានផលិតផលខុសប្រក្រតីណាមួយគឺបងគួរតែដកចេញឲ្យបានឆាប់ហ្នឹងហើយជៀសវាងដូចជាប្រភេទខ្មោចឬក៏អីនេះវាអាចឆ្លងទៅដល់ផលិតផលផ្សេងទៀតហ្នឹងហើយអញ្ចឹងទេពេលខ្លះយើងអាចនឹងអត់ទាន់ដកព្រាមទេយើងគិតថាតិចទៀតឬក៏អីចឹងទៅប៉ុន្តែយើងអាចផ្លិចឬក៏មិនអីចឹងចាអញ្ចឹងបើសិនជាឃើញបងគួរតែដកចេញឲ្យហើយទៅហើយនៅនេះយើងចូលមកដល់ការរៀបចំទុកដាក់ផលិតផលស្ងួតវិញថាតើយើងត្រូវរៀបចំទុកដាក់ផលិតផលបែបណាឲ្យបានត្រឹមត្រូវចាអញ្ចឹងគឺជារូបភាពនេះគឺបានន័យថាបងទុកដាក់ផលិតផលរបស់យកបានត្រឹមត្រូវទេដោយសារតែបងបានដាក់ផលិតផលអាហារនិងមិនមែនជាអាហារលាយចូលគ្នានេះដូចជាប្រភេទសណ្តែកកំប៉ុងចាជាមួយនឹងប្រភេទសាប៊ូកក់សក់ហើយនេះដូចជា spray បាញ់ខ្លួនសម្រាប់បរិសុទ្ធអីហ្នឹងចាយើងដាក់ជាមួយនឹងនំកញ្ចប់ទឹកផ្លែឈើឬក៏មីកញ្ចប់អីហ្នឹងចាអញ្ចឹងបងគួរតែរៀបចំផលិតផលឬក៏បែងចែកផលិតផលហ្នឹងទៅតាមប្រភេទរបស់វាដូចជាផលិតផលមិនមែនជាអាហារយើងដាក់វាម្ដងអញ្ចឹងទៅហើយផលិតផលជាអាហារយើងដាក់នៅក្នុងថូតបុកមួយប្រអប់អីផ្សេងទៀតទៅចាអត់ត្រូវដាក់លាយចូលគ្នាទេចាហ្នឹងហើយចឹងបងត្រូវរៀបចំផលិតផលហ្នឹងឲ្យដាច់ពីគ្នាដូចខ្ញុំនិយាយខាងដើមហ្នឹងទី2គឺបងត្រូវពិនិត្យមើលផលិតផលរបស់យើងហ្នឹងជាប្រចាំហើយនឹងរាយការណ៍ទៅប្រធានរបស់យើងតាមផ្នែកមួយឬក៏ប្រធានឃ្លាំងអីចឹងទៅបើសិនជាឃើញមានស្នាមកកេរឬក៏សត្វចង្រៃនៅក្នុងផលិតផលអីហ្នឹងចាដោយសារតែវាជាបញ្ហាធំគួរសមដែរដែលយើងត្រូវមានសកម្មភាពឬក៏ចំណាត់ការភ្លាមចាហើយទី3គឺបងត្រូវពិនិត្យមើលផលិតផលទាំងអស់ហ្នឹងបើសិនជាមានស្នាមកបាក់បែកឬក៏អីហ្នឹងនៅពេលដែលយើងកំពុងតែរៀបចំទុកដាក់ទៅហាងមួយហ្នឹងយើងត្រូវដកចេញដូចគ្នាចាយើងចូលមកដល់ការរៀបចំទុកដាក់ផលិតផលប្រភេទជាប្រភេទត្រជាក់ឬក៏កកវិញហ្នឹងហើយចាអញ្ចឹងចំពោះការរៀបចំផលិតផលត្រជាក់ឬកកហ្នឹងគឺជាទូទៅទំនិញរបស់យើងនឹងស្តុកទុកនៅកន្លែងទូត្រជាក់ឬក៏ទូកករបស់យើងហ្នឹងអញ្ចឹងថាតើយើងត្រូវរៀបចំបែបម៉េចឲ្យមានភាពត្រឹមត្រូវចាអញ្ចឹងបងគួរតែរៀបចំទុកដាក់ធ្វើម៉េចផលិតផលរបស់យើងហ្នឹងមិនគួរដាក់នៅលើកណ្ដាលអត់ផ្ទាល់ទេហ្នឹងហើយគួរតែដាក់នៅលើ roll cake ឬក៏បងបើសិនជាបងមានជាបន្លែដាក់នៅលើបន្លែក៏បានដែរចាហើយបន្តមកទៀតយើងត្រូវវាស់ស្មារតី3ដងនៅក្នុងមួយថ្ងៃចាដូចបងវាស់ជាប្រចាំហ្នឹងហើយមួយទៀតគឺយើងត្រូវទុកដាក់ផលិតផលមានរបៀបរៀបរយនិងតាមផលិតផលនីមួយៗដោយសារតែវាងាយស្រួលនៅក្នុងការដែលយើងរៀបចំតំណែងឬក៏ខ្ចប់តំណែងទៅតាមហាងមួយហ្នឹងចាតើផលិតផលទឹកដោះគោ
កូរទុកកន្លែងណាឬក៏ប្រភេទជាសាច់ក្រកប្រភេទណែមឬក៏អីចឹងទៅចាហើយមួយទៀតគឺបងត្រូវរៀបចំផលិតផលដោយគ្រប់ទៅតាមប្រព័ន្ធ FIFO ចាគឺជាផលិតផលដែលមានអាយុកាលទាបយើងត្រូវយកចេញមកមុននេះចឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាយើងអត់បានត្រួតពិនិត្យបានល្អិតល្អន់ទេពេលខ្លះយើងដកផលិតផលដែលមានអាយុកាលខ្ពស់ជាងយកទៅតាមហាងមួយចឹងទៅអញ្ចឹងអាចធ្វើឲ្យផលិតផលដែលមាននៅក្នុងឃ្លាំងត្រជាក់ឬក៏ឃ្លាំងកករបស់យើងហ្នឹងវាអាចនឹងហួសអាយុកាលផុតកំណត់របស់វាចឹងទៅចាអញ្ចឹងឥឡូវនេះយើងចូលមកដល់សម្ភារៈប្រើប្រាស់និងការសម្អាតវិញម្ដងឥឡូវយើងចូលមកដល់ការរក្សាទុកសម្ភារៈសម្អាតរបស់យើងវិញថាតើយើងទុកសម្ភារៈសម្អាតបែបណាដែលមិនបានត្រឹមត្រូវហ្នឹងហើយអញ្ចឹងការទុកសម្ភារៈសម្អាតមិនបានត្រឹមត្រូវនោះគឺបងអត់បានបែងចែកវាជាទីតាំងមួយច្បាស់លាស់ទេដែលថាកន្លែងហ្នឹងគឺត្រូវទុកនៅសម្ភារៈសម្អាតរបស់យើងដូចកន្លែងនេះបងដាក់សម្ភារៈសម្អាតមែនចាត្រឹមត្រូវមែនប៉ុន្តែបងអត់បានបិទនៅស្លាកសញ្ញាសម្គាល់ថាកន្លែងនេះគឺជាកន្លែងទុកសម្ភារៈសម្អាតទេចាហើយបន្តមកទៀតនេះដូចជានៅក្នុងបន្ទប់ aircon របស់យើងដែរគឺបងទុកអត់មានសណ្ដាប់ធ្នាប់មានន័យថាយើងទុកនៅគៀនជញ្ជាំងកន្លែងខាងមុខហ្នឹងហើយហើយមួយទៀតយើងអត់បានបែងចែកវាថាតើទីតាំងណាមួយដែលជាកន្លែងស្តុកទុកឬក៏រក្សាទុកនៅសម្ភារៈសម្អាតហ្នឹងទេឧទាហរណ៍ថាតើនៅជាន់ឡើងទឿននេះយើងត្រូវទុកកន្លែងណាហើយបន្ទប់ aircon នេះយើងត្រូវទុកកន្លែងណាហើយកន្លែងឃ្លាំងស្ងួតរបស់យើងនេះយើងត្រូវទុកកន្លែងណាអញ្ចឹងទៅអញ្ចឹងបងអត់ទាន់បែងចែកវាច្បាស់លាស់ឬក៏ទុកឲ្យបានត្រឹមត្រូវនៅឡើយទេចាហ្នឹងហើយអញ្ចឹងត្រូវដូចរូបភាពដែលខ្ញុំបង្ហាញនេះអញ្ចឹងគឺបងមានបិទស្លាកសញ្ញានៅកន្លែងហ្នឹងមួយថាជាកន្លែងដាក់សម្ភារៈសម្អាតរបស់យើងហ្នឹងហើយកន្លែងនេះគឺជាកន្លែងដាក់ធុងសម្រាប់អីចឹងទៅចាហើយយើងក៏មានទូសម្រាប់នៅដាក់សម្ភារៈសម្អាតរបស់យើងដែរចាអញ្ចឹងការទុកបែបនេះគឺជាការទុកសម្ភារៈសម្អាតដែលត្រឹមត្រូវយើងចូលមកដល់ចំណុចការសម្អាតវិញម្ដងអញ្ចឹងចំពោះការសម្អាតហ្នឹងគឺខ្ញុំសូមដំណើរឲ្យបងជួយសម្អាតនៅក្នុងឡករបស់យើងមួយហ្នឹងដែលមានជាយើងដាក់ឈ្មោះឬក៏យើងដាក់ជាប្រចាំហ្នឹងបងជួយសម្អាតឲ្យបានទៀងទាត់ផងឬក៏ដកនៅសម្រាមប្រភេទសម្រាមផ្សេងៗហ្នឹងដកចេញពីក្នុងឡកហ្នឹងដែរព្រោះអីវាក៏ជាប្រភពមួយនៅក្នុងការបង្កនៅពពួកសត្វចង្រៃក៏ដូចជាចម្រោកសត្វចង្រៃក៏ដូចជាតាក់ទាញសត្វចង្រៃដែរចាហើយកន្លែងនេះចំពោះការបរិភោគនៅកំឡុងពេលធ្វើការឬក៏បងបរិភោគហើយមិនបានយកនៅកំប៉ុងភេសជ្ជៈនោះបោះចោលក៏វាជាប្រភពនៅសត្វចង្រៃមួយដែរអាចមានជាសម្បោចឬក៏មានជារុយឬក៏អីផ្សេងៗហ្នឹងចាអញ្ចឹងមិនមែនមានន័យថាមិនឲ្យបងបរិភោគទេប៉ុន្តែបើសិនជាបងបរិភោគហើយអាចជួយយកទៅដាក់នៅក្នុងធុងសម្រាមឬក៏កន្លែងណាដាច់ដោយឡែកមួយទៅចាជៀសវាងនៅការតាក់ទាញនៅប្រភេទសត្វចង្រៃផ្សេងៗហ្នឹងហ្នឹងអញ្ចឹងនេះគឺជារូបភាពដែលយើងបន្ទាប់ពីសម្អាតហើយគឺយើងលករបស់យើងនឹងមានសភាពស្អាតមិនមានសម្រាមអីផ្សេងៗទេហើយនៅកន្លែងលូបង្ហូរទឹករបស់យើងនេះក៏អត់មាននៅប្រភេទជាសម្រាមឬក៏ដុំទឹកសុទ្ធដែលវាអាចជាប្រភពនៅក្នុងការស្ទះលូរបស់យើងដែរចា៎ហ្នឹងហើយអញ្ចឹងចំពោះការសម្អាតយើងគួរតែធ្វើឲ្យបានទៀងទាត់ទៅតាមកាលវិភាគដែលបានកំណត់ហ្នឹងហើយដូចដែលខ្ញុំបានចងក្រងជាឯកសារឲ្យទៅខាងបងដែរយើងមានជាការវិភាគសម្អាតទៅតាមទីកន្លែងមួយៗខុសគ្នាអញ្ចឹងទៅនឹងទៅតាមលទ្ធភាពដែលបងអាចធ្វើជាប្រចាំបានចា៎ហើយទី2គឺយើងគួរតែត្រួតពិនិត្យឡើងវិញបន្ទាប់ពីសម្អាតរួចហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាបងបានចែកឲ្យនៅក្រុមលេខ1នៅក្នុងការសម្អាតនៅទីតាំងមួយអីចឹងទៅអញ្ចឹងបន្ទាប់ពីបងសម្អាតរួចខាងប្រធានក្រុមឬក៏ប្រធានផ្នែករបស់យើងនឹងអាចទៅត្រួតពិនិត្យមើលឡើងវិញមួយសារទៀតក៏បានដែរដើម្បីធានាបញ្ជាក់ថាទីតាំងរបស់យើងនឹងគឺពិតជាបានសម្អាតហើយមែនអញ្ចឹងចា៎ហើយទី3យើងគួរតែរាយការណ៍ទៅប្រធានផ្នែកឬក៏ប្រធានឃ្លាំងអីភ្លាមៗបើសិនជាឃើញមានបញ្ហាណាមួយដូចជាវាមានជ្រាបទឹកមានសំណង់បាក់បែកមានស្នាមប្រេះមានសត្វចង្រៃអីចឹងទៅដោយសារតែវាក៏ជាកត្តាមួយសំខាន់ដែរនៅក្នុងការថែរក្សានៅឃ្លាំងរបស់យើងនឹងកុំឲ្យមានប្រភេទសត្វចង្រៃផ្សេងៗក៏ដូចជាខូចនៅផលិតផលរបស់យើងដែរចាបើសិនជាជ្រាបទឹកជ្រាបអីចឹងទៅអាចប៉ះពាល់ទៅដល់ប្រភេទផលិតផលរបស់យើងអញ្ចឹងចាអូខេអញ្ចឹងឥឡូវយើងចូលមកដល់ចំណុចអនាម័យបុគ្គលិកវិញម្ដងអញ្ចឹងឥឡូវនេះយើងចូលមកដល់ចំណុចអនាម័យបុគ្គលិកហ្នឹងគឺគេមានសំណួរមួយសួរថាតើយើងគួរលាងដៃរបៀបណាឲ្យបានត្រឹមត្រូវនិងមានសុខភាពអញ្ចឹងចំពោះការលាងដៃហ្នឹងគឺអត់មានអីខុសពីរាល់ដងដែលបងធ្លាប់ដឹងពីមុនទេចាគឺទីមួយគឺយើងមានបន្សើមដៃរបស់យើងនឹងជាមួយនឹងទឹកមានចុចចុកសាប៊ូហ្នឹងហើយអញ្ចឹងចំណុចដែលសំខាន់គឺក្នុងចំណុចនេះគឺការលាងគ្រប់ផ្នែកទាំងអស់នៃដៃរបស់យើងនឹងរយៈពេល20វិនាទីចាបងលាងបាតដៃក្នុងដៃម្រាមដៃចន្លោះដៃកញ្ចក់ដៃឬក៏កដៃហ្នឹងចាហើយបន្តមកទៀតមានលាងជំរះដៃជាមួយនឹងទឹកស្អាតមានជូតជាមួយនឹងกระดาษឬក៏អីចឹងទៅហ្នឹងហើយឬក៏ម៉ាស៊ីនផ្លុំសម្ងួតអីចឹងទៅចាអញ្ចឹងមួយទៀតចំណុចសំខាន់ដែលខ្ញុំចង់សរុបពរទៅបងគឺបងគួរតែមានកញ្ចក់ដៃខ្លីហ្នឹងហើយដោយសារតែវាងាយស្រួលនៅក្នុងការធ្វើការរបស់យើងដែរជៀសវាងបើសិនជាកញ្ចក់យើងវែងពេកអាចប៉ះពាល់ឬក៏រំខាននៅពេលដែលយើងធ្វើការលើកទុកដាក់អីវ៉ាន់ទំនិញអីវ៉ាន់ឬក៏ទំនិញអីធ្ងន់ៗហ្នឹងវាអាចធ្វើឲ្យបាក់ឬក៏អីចឹងណាចាហ្នឹងហើយហើយមួយទៀតក៏វាជាអនាម័យសម្រាប់ខ្លួនយើងដែរព្រោះអីនៅពេលដែលយើងលាងដៃទៅកញ្ចក់ដៃយើងខ្លីយើងលាងហ្នឹងវាងាយនឹងស្អាតជាងបើសិនជាយើងប្រៀបធៀបជាមួយនឹងកញ្ចក់ដៃវែងៗគឺយើងលាងអត់ដល់ក្នុងទេហ្នឹងហើយអញ្ចឹងគេក៏បានបន្ថែមទៀតដែរថាពេលដែលចាំបាច់ត្រូវលាងដៃនេះមានចរិតអីខ្លះចឹងបងអាចមើលបានមានពេលដែលយើងប៉ះពាល់ជាមួយនឹងសារធាតុគីមីឬជក់បារីអីហ្នឹងប៉ះពាល់ជាមួយលុយក្រៅពេលសម្អាតចេញពីបន្ទប់ទឹកអីហ្នឹងចាហ្នឹងហើយនិយាយទៅគឺយើងអាចលាងដៃនៅពេលណាដែលយើងគិតថាដៃរបស់យើងហ្នឹងគឺអត់ស្អាតហ្នឹងហើយអូខេអញ្ចឹងចំពោះមេរៀនរបស់ខ្ញុំគឺបានបញ្ចប់ហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមស្ដាប់តាំងពីដើមរហូតមកដល់ឥឡូវនេះហ្នឹងហើយអរគុណច្រើន